សួស្តីទាំងអស់គ្នាជួបគ្នាបន្តទៀតជាមួយនឹងសាច់រឿងច័ន្ទចៅប្រឡូកក្នុងពិភពគុណ2026របស់យើងបន្តទៀតអាខានយូរទៀតហើយទាំងអស់គ្នាណាអធិស្ឋានផងតោះឥឡូវឲ្យខាតពេលវេលាយូរចូលទៅសាច់រឿងរបស់យើងតែម្ដងនៅក្នុងភាគនេះច័ន្ទចៅរបស់យើងបានជាសះស្បើយពីរបួសរបស់ខ្លួនហើយជួបជាមួយអ្នកបម្រើផ្ទាល់របស់ខ្លួនទៀតប៉ុន្តែភារកិច្ចរបស់គេនៅក្នុងភាគនេះគឺត្រូវទៅតាមយកត្រាគុជត្រាចង្វាយស្រុករបស់លោកម្ចាស់ប៉ៅដែលត្រូវបានប៉ៃថាងនឹងលួចយកទៅកោះសៀនខុងបាត់ហើយ នៅតាមផ្លូវនៅលើទូកអ្នកចែវទូកបានប្រាប់ទៅកាន់ច័ន្ទចៅថាគេដឹងថាច័ន្ទចៅគឺជាឆ្មាបិគៀទេណាគ្រាន់តែជាអ្នកធ្វើដំណើរធម្មតាធ្វើដំណើរទៅកោះសៀនខុងគាត់ប្រាប់ថាកោះសៀនខុងថ្មីៗនេះមិនដឹងយ៉ាងម៉េចទេមានការរឹតបន្តឹងក្នុងការចូលចេញចូលខ្លាំងមែនទែនមើលទំនងដូចជាម្ចាស់កោះសៀនខុងកណ្ដុរទាំង5ហ្នឹងដូចជាមិនចង់ទទួលភ្ញៀវទេយល់ល្អកុំទៅអីតែច័ន្ទចៅគាត់នៅតែមកដល់ពេលដែលមកដល់ហ្នឹងគាត់កំពុងតែធ្វើដំណើរបណ្ដានិយាយជាមួយនឹងអ្នកបម្រើបណ្ដាស្រាប់តែបានជួបប្រទះជាមួយនឹងទីងជឺហួយអ្នកទាំងអស់គ្នាស្គាល់ទេបងប្អូនភ្លោះគ្រួសារតកូលទីងដែលមុននឹងប៉ែថាំងបន្លំខ្លួនថាគាត់គឺទីងជឺហួយឥឡូវយើងបានជួបជាមួយទីងជឺហួយពិតប្រាកដហើយនេះគ្រួសារទីងធ្លាប់មានទំនាក់ទំនងយ៉ាងល្អជាមួយច័ន្ទចៅធ្លាប់ចិញ្ចឹមច័ន្ទចៅកាលពីក្មេងមកអញ្ចឹងណាអញ្ចឹងហើយច័ន្ទចៅចេះក្បាច់ប្រចាំតកូលគ្រួសារទីងក៏មិនចម្លែកដែរពេលដែលជួបជាមួយនឹងទីងជឺហួយដូចជាជួបជាមួយនឹងបងប្អូនប្រុសអញ្ចឹងគាត់បានរៀបរាប់អំពីមូលហេតុដែលគាត់មកទីនេះដើម្បីធ្វើដំណើរទៅកោះសៀនខុងយកត្រាគុជរបស់លោកម្ចាស់ប៉ៅមកវិញក៏ប៉ុន្តែក៏ពឹងពាក់ឲ្យគ្រួសារទីងជួយដោយសារតែឥឡូវនេះគាត់បានដឹងដំណឹងថាកណ្ដុរទាំង5ដូចជាមិនចង់ទទួលភ្ញៀវបំណាច់ជាគ្រួសារទីងជាគ្រួសារដែលចុះឈ្មោះនៅទីនេះជាទឹកដីកំណើតរបស់ខ្លួននោះប្រហែលជាអាចមានវិធីដើម្បីសម្រុះសម្រួលជាមួយនឹងកណ្ដុរទាំង5បានបន្ទាប់មកគាត់ក៏ធ្វើដំណើរមកផ្ទះគ្រួសារទីងមុនហ្នឹងទីងជាហួយមករៀបចំមុនពេលដែលមកដល់គេក៏ទទួលស្វាគមន៍ច័ន្ទចៅចូលមកហើយក៏ជួបជាមួយនឹងទីងជឺឡានដែលជាបងប្រុសទីងជឺឡានទីងជឺហួយគឺជាបងប្អូនភ្លោះគាត់ថាទីងជឺឡានហ្នឹងគាត់មានស្នាមបជ្រុយនៅលើថ្ងាសខាងឆ្វេងនេះហើយគាត់ក៏ជាមេគ្រប់គ្រងគ្រួសារទីងដែរក្នុងពេលបច្ចុប្បន្នចូលមកដល់គាត់សួររកទីងជឺហួយនៅឯណាទីងជឺឡានក៏ប្រាប់ថាអត់ទាន់ត្រឡប់មកវិញនោះទេគាត់មានការងារត្រូវទៅធ្វើបន្តទៀតគាត់បានផ្ដល់ដំណឹងមកឲ្យខាងផ្ទះដើម្បីរៀបចំទទួលច័ន្ទចៅចំណែកឯយូហួរដែលជាប្អូនស្រីពៅនៅក្នុងគ្រួសារជឿឡានក៏កុហកថានាងសម្រាប់នៅក្នុងបន្ទប់ថ្មីនេះអត់សូវស្រួលខ្លួនទេចាប់ផ្ដើមពេលហ្នឹងច័ន្ទចៅមានអារម្មណ៍ថាដូចជាចម្លែកវាមិនដឹងទេប៉ុន្តែគាត់ក៏ចេះតែសម័យនឹកឃើញរឿងអតីតកាលធ្លាប់រស់នៅក្នុងផ្ទះគ្រួសារទីងដល់ពេលគេនាំគាត់ទៅសម្រាប់នៅបន្ទប់ហ្នឹងក៏ប្រទះឃើញនៅតាមផ្លូវមានស្លាកស្នាមដាច់នៃដើមឫស្សីដូចជាទៅជាមួយនឹងដាវអំឡុងពេលដែលល្ងាចញ៉ាំអាហារជុំគ្នាជាមួយនឹងទីងជឿឡាននោះជឿឡានក៏បាននិយាយបញ្ញាបញ្ញានាំច័ន្ទចៅហ្នឹងដើម្បីទៅកោះសៀនខុងតាក់ទងជាមួយនឹងទៅយកត្រាគុជរបស់លោកម្ចាស់ប៉ៅត្រឡប់មកវិញធ្វើឲ្យច័ន្ទចៅមានការព្រួយបារម្ភនិងឆ្ងល់ជាខ្លាំងមិនបានទីងជឿឡានហ្នឹងដឹងអំពីរឿងហ្នឹងអញ្ចឹងគាត់មិនទាន់និយាយផងហ្នឹងម្យ៉ាងវិញទៀតជឿហួយអត់ទាន់ត្រឡប់មកវិញទេគ្រាន់តែឲ្យគេនាំសារមកប្រាប់ប៉ុណ្ណោះមិនបានជាគេដឹងអញ្ចឹងរៀងសង្ស័យអញ្ចឹងណាអញ្ចឹងក៏ទៅអង្គុយគិតតែម្នាក់ឯងថាគ្រូសាស្ត្រទីងដូចជាមានរឿងអីលាក់បាំងជាមួយនឹងគាត់ដល់ពេលអ្នកបម្រើឈឺពោះខ្លាំងពេកហ្នឹងក៏បញ្ញាប់ទៅបន្ទប់ទឹកខណៈពេលដែលច័ន្ទចៅរបស់យើងគាត់សម័យនឹកឆ្ងល់មិនឈប់រឿងដើមឫស្សីកំបុតនេះមើលទៅដូចជាស្នាមកាប់ដោយសារតែដើរការប្រយុទ្ធគ្នាកើតឡើងនៅក្នុងផ្ទះគ្រួសារទីងមិនបានជឿឡានមិនព្រមប្រាប់គាត់តើមានរឿងអ្វីកើតឡើងបន្តិចក្រោយមកអ្នកបម្រើក៏ស្រែកប្រាប់ថាវីវហើយមានរឿងចម្លែកនៅពេលហ្នឹងច័ន្ទចៅគាត់ក៏ដើរទៅបន្ទប់របស់យូហួរតែម្ដងតែចូលទៅដល់ទីនោះឃើញថាអត់មានពីណាគេនៅទេមើលទៅសុទ្ធតែដីដូចជាយូរហើយបោះបង់ចោលអញ្ចឹងណាគាត់ក៏ដាមស្វែងរកទៀតក៏សង្ស័យកន្លែងមួយពេលជុំដល់ឃើញមានក្តារមឈូសមួយតម្កល់ទុកនៅក្នុងហ្នឹងដាក់តកកជុំវិញដូចជាចង់រក្សាទុកសាកសពសង្ស័យថាប្រហែលជាយូហួរកូនស្រីពៅគ្រួសារទីងបានស្លាប់ហើយប៉ុន្តែដល់ពេលមកបើកមើលទៅមិនមែនទេគឺជាអ្នកបម្រើរបស់យូហួរមានឈ្មោះថាសៀវយីងទៅវិញមូលហេតុអីបានជាគេរក្សាទុកសាកសពរបស់អ្នកបម្រើនៅទីនេះមើលលើកដៃរបស់នាងហាក់ដូចជាត្រូវស្នាមកំបិតដូចជាធ្វើអត្តឃាតមិនអស់ចិត្តគាត់ក៏បញ្ញាបញ្ញាយករឿងមកសួរជឿឡានផ្ទាល់តែម្ដងថាមានរឿងអីកើតឡើងមិនបានជាកុហកបំពងប្រាប់តាមត្រង់តែមានរឿងអីកើតឡើងក្នុងគ្រួសាររបស់ឯងនៅពេលនោះជឿឡានក៏រៀបរាប់តាមដំណើរដើមតងទៅថាការពិតទៅបងប្រុសរបស់ខ្ញុំគាត់មានជំងឺធ្ងន់គាត់ត្រូវរបួសនេះជឿឡានពិតប្រាកដបានសន្លប់អស់រយៈពេលជាង1ឆ្នាំមកទៅហើយការពិតមួយទៀតនោះគឺនៅពេលដែលឪពុករបស់ខ្ញុំស្លាប់ខ្ញុំពេលដែលឯងមកគោរពសពគាត់នោះខ្ញុំក៏ហៅឯងថាគាត់ឈឺធ្ងន់ស្លាប់ការពិតទៅគាត់មិនមែនឈឺធ្ងន់ស្លាប់ទេគាត់ត្រូវគេសម្លាប់ដោយសារតែផ្លែដាវស៊ូឡានរបស់គាត់ត្រូវលោកមេប៉ាក់សាំងឈីងហ្នឹងនាំត្រឡប់មកវិញមេប៉ាក់សាំងឈីងហ្នឹងគាត់មានឈ្មោះថាយីមីងដែលថាពេលដែលគាត់មកដល់ហ្នឹងគឺឃើញតែគាត់មួយទេសាកសពឪពុករបស់គ្រួសារទីងហ្នឹងនោះហើយគាត់ក៏នាំយកមកផ្ទះគ្រួសារទីងតែម្ដងទៅប៉ុន្តែរឿងមួយហ្នឹងយូហួរដូចជាមានការសង្ស័យចំពោះលោកម្ចាស់ទីងហ្នឹងខ្លាំងមែនទែនប៉ុន្តែក្រោយមកអំឡុងពេលដែលរៀបចំពិធីបុណ្យសពនោះស្រាប់តែវត្តមានរបស់អ្នកបម្រើរបស់យូហួរមានឈ្មោះថាសៀវយីហ្នឹងក៏ត្រឡប់មកវិញមើលទៅរូបរាងពិបាកខ្លាំងមែនទែនដល់ពេលជួបជាមួយនឹងលោកម្ចាស់ជីងហ្នឹងគាត់ចាប់ផ្ដើមភ័យជាខ្លាំងមើលទៅដូចជាមានការភ័យខ្លាចនៅពេលនៅពីអ្នកនាងរបស់ខ្លួនដែលជាយូហួរនោះនាងក៏ផ្សាប់ប្រាប់ទៅកាន់យូហួរថាជីងយីមីងហ្នឹងគឺបានរំលោភនាងអញ្ចឹងហើយយូហួរក៏ចង់រកខុសត្រូវឲ្យអ្នកបម្រើរបស់ខ្លួនក៏ប៉ុន្តែដោយសារតែជីងយីមីងហ្នឹងគាត់គឺជាមេប៉ាក់សាំងឈីងមួយទាំងមូលមានកិត្តិនាមខ្លាំង
ដូច្នេះហើយហ្នឹងបងប្រុសទាំងពីរអត់ហ៊ានធ្វើឲ្យប្រដាស់ទេក៏ខាត់ប្អូនស្រីខឹងខ្លាំងពេកមិនអស់ចិត្តនោះទេចឹងហើយក៏ចង់រកយុត្តិធម៌ឲ្យអ្នកបម្រើប៉ុន្តែផ្ទុយទៅវិញត្រូវបានជីងយូមីងនឹងស្ដីបន្ទោសនឹងសម្លុតថាអត់មានផុសតាងត្រឹមត្រូវផងហើយគាត់គឺមានកិត្តិយសជាមេបកមួយទាំងមូលមកចាត់ប្រកាន់ធ្វើឲ្យខូចគេឈ្មោះចឹងទាល់តែឲ្យស៊ីវយីងហ្នឹងសារភាពថាជាការយល់ច្រឡំបានគាត់យល់ព្រមហើយសុំទោសគាត់ដល់ពេលថ្ងៃស្អែកឡើងឃើញថាស៊ីវយីងហ្នឹងបានស្លាប់បាត់ទៅហើយយូហួរគាត់ខឹងដដែលហើយគាត់ហ្នឹងក៏ទៅរករឿងជីងយីមីងហ្នឹងប៉ុន្តែបងប្រុសមកខាត់ហ្នឹងក៏បញ្យុទ្ធគ្នាចូលឡើងទៅហ្នឹងបងប្រុសដែលជាមេដឹកនាំគ្រួសារមានឈ្មោះថាទីងជីឡានហ្នឹងក៏បានមានរបួសធ្ងន់សន្លប់បាត់បង់ស្មារតីហើយនៅក្នុងពេលនោះទីងជឺហួយគាត់ក៏មកដល់គាត់ក៏សួរប្អូនស្រីថាមានរឿងអ្វីកើតឡើងថាខ្ញុំអត់បានមានចេតនាទេខ្ញុំកំពុងតែបញ្យុទ្ធជាមួយនឹងទីងយីមីងនេះហើយគេក៏ច្រានបងប្រុសនោះឲ្យមកបុកជាមួយផ្លែដៃរបស់ខ្ញុំប៉ុន្តែទីងយីមីងហ្នឹងគាត់ក៏ប្រាប់ទៅវិញថាអត់ទេយើងមិនបានច្រានឯណាគឺនាងគឺជាអ្នកចាក់បងប្រុសរបស់នាងដោយផ្ទាល់ដៃដល់ទៅពេលយូហួរគាត់ព្យាយាមប្រាប់ទៅកាន់ទីងជឺហួយដែលជាបងប្រុសនេះបងប្រុសគាត់អាចធ្វើបានគាត់ក៏ថាមិនអាចទៅរួចទៅគេមានបាក់មួយទាំងមូលមិនបានគេកុហកឯងមានរឿងអីមែនប្អូនស្រីដោយសារតែខឹងថាបងប្រុសមិនព្រមជឿជាក់មកលើខ្លួននោះក៏សម្រេចចិត្តថាបានខ្ញុំនឹងរកការពិតឲ្យឃើញបើរកការពិតមិនឃើញខ្ញុំមិនត្រឡប់មកផ្ទះគ្រួសារទីងវិញទេចាប់តាំងពីពេលនឹងមកយូហួរដែលជាប្អូនស្រីទី3នឹងក៏បានចាក់ចេញពីផ្ទះអត់បានវិលត្រឡប់មកវិញពិតប្រាកដមែនក៏បានសរុបសេចក្តីមកដាក់ការសង្ស័យទៅលើជីងយីមីងនឹងថាអ្នកដែលគួរសង្ស័យបំផុតមានតែជីងយីមីងនឹងទេព្រោះអីហ្នឹងការស្លាប់របស់ស៊ីវយីងហ្នឹងមិនមែនធ្វើអត្តឃាតទេប៉ុន្តែវាគឺជាការសម្លាប់ដោយឃាតករការអាដៃខ្លួនឯងធម្មតាគឺគេអាពីស្ដាំមកឆ្វេងប៉ុន្តែធៀបពិតរបួសនៅលើដៃរបស់ស៊ីវយីងហ្នឹងមានអារម្មណ៍ថាដូចត្រូវបានគេអាពីឆ្វេងមកស្ដាំបានន័យថាមានអ្នកអាដទៃទៀតដែលជាឃាតករនឹងឯងអញ្ចឹងហើយច័ន្ទចៅគាត់អាចវិនិច្ឆ័យបានថាស៊ីវយីងត្រូវបានគេសម្លាប់ខណៈពេលដែលការស្លាប់របស់ឪពុករបស់ទីងជឺហួយទីងជីឡាហ្នឹងក៏មិនមែនធម្មតាដែរដោយសារតែគាត់ស្លាប់ដោយសារតែស្លាមផ្លែដាវដូច្នេះហើយមូលហេតុដែលពាក់ព័ន្ធធំបំផុតនោះគឺជាមេបកសាំងឈីងមានឈ្មោះថាជីងយីមីងហ្នឹងហើយនៅពេលនោះទីងជឺហួយគាត់មានអារម្មណ៍ថាគាត់ពិតជាអត់បានការមែនគាត់ចំណាយពេលរាប់ឆ្នាំដើម្បីស៊ើបអង្កេតប៉ុន្តែអត់បានផលអីសោះតែច័ន្ទចៅមកទៅមកផ្លែទេគឺអាចវិភាគដឹងមានការសង្ស័យទៅលើជីងយីមីងប៉ុន្តែយ៉ាងណាក៏ដោយស្ថានភាពនៅក្នុងពេលនេះជីងយីមីងគឺជា master មួយទាំងមូលខណៈពេលដែលគាត់សមត្ថភាពរបស់គាត់មិនទាន់អាចប្រយុទ្ធឈ្នះជីងយីមីងបានទេដូច្នេះហើយគាត់បដិញ្ញាថានឹងសងសឹកក៏ប៉ុន្តែចាំដល់គាត់មានសមត្ថភាពនិងមានឱកាសគ្រប់គ្រាន់ជាមុនសិនដូច្នេះហើយទទួលបានការគ្រប់គ្រងពីច័ន្ទចៅនោះនៅពេលនោះគាត់ក៏ចាប់ផ្ដើមសងគុណច័ន្ទចៅវិញដោយស្អែកឡើងក៏សម្រេចចិត្តនាំច័ន្ទចៅធ្វើដំណើរទៅកោះសៀនខុងជួបជាមួយនឹងកណ្ដុរទាំង5តាមផ្លូវពួកគេកំពុងតែពិភាក្សាគ្នាថាត្រូវនិយាយចរចាគ្នាជាមួយកណ្ដុរទាំង5ដោយរបៀបម៉េចប៉ុន្តែពេលដែលទៅដល់កោះសៀនខុងភ្លាមឃើញថាទីនោះក៏មានបញ្ហាដែរមានមនុស្សជាច្រើនបានស្លាប់ខណៈពេលដែលកណ្ដុរទាំង5វិញក៏បែកខ្ញែកគ្នារប៉ាត់របាយមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេភ្លាមអ្នកទាំងពីរបានជួបជាមួយនឹងកណ្ដុរទាំងពីរដែលជាបងរបស់ប៉ៃអ៊ីថាងចូលទៅដល់គេរៀបរាប់អំពីរឿងការលួចក្លាប់បញ្ជារបស់លោកចៅវាយស្រុកប៉ៅចិនហ្នឹងដោយសារតែប៉ៃអ៊ីថាងបានយកទៅហ្នឹងគាត់បើតាមយកវិញប៉ុន្តែរំពេចនោះប៉ៃអ៊ីថាងក៏បង្ហាញខ្លួនជាមួយនឹងកណ្ដឹងរបស់គេមួយអង្គរួនទៅបញ្ជាទៅលើបងប្រុសរបស់គេទាំងពីរនាក់បានបន្ទាប់មកនៅពេលដែលបងប្រុសរបស់គេទៅជួបជុំគ្នាហើយគេក៏បញ្ជាឲ្យបងប្រុសរបស់គេហ្នឹងសម្រាប់ច័ន្ទចៅចោលដោយមិនដឹងមូលហេតុមើលទៅអ្នកទាំងពីរដូចជាត្រូវការសម្ដំរបស់ប៉ៃអ៊ីថាងមិនដឹងនោះទេទើបចូលមកប្រយុទ្ធជាមួយនឹងច័ន្ទចៅហ្នឹងលែងស្គាល់ស្លាប់រស់តែម្ដងពលទាំងពីរទាំង3ហ្នឹងមើលទៅមិនមែនជាដៃគូរបស់ច័ន្ទចៅទេប៉ុន្តែដោយសារតែទីងជឺហួយនៅវិញគាត់ត្រូវបានជាប់អន្ទាក់វិតែនឹងធ្លាក់ចូលទៅក្នុងរណ្ដៅដែលមានគ្រាប់បែកជាច្រើនច័ន្ទចៅក៏បញ្ញាស្ទុះមកជួយទីងជឺហួយប៉ុន្តែត្រូវបានធ្លាក់ចូលទៅក្នុងទាំងពីរនាក់ជន់ជាមួយនឹងអន្ទាក់ដែលគេរាយបង្កប់គ្រាប់បែកនៅខាងក្រោមភ្លាមនោះប៉ៃអ៊ីថាងក៏បានបញ្ជាឲ្យបងប្រុសរបស់គេទាំងពីរនាក់រត់ចូលមកសម្រាប់ច័ន្ទចៅនៅក្នុងរណ្ដៅនឹងថែមទៀតប៉ុន្តែនៅពេលហ្នឹងគឺមានតែកណ្ដុរម្នាក់គត់ដែលបានចុះមកប្រយុទ្ធជាមួយនឹងច័ន្ទចៅកណ្ដុរម្នាក់ទៀតដែលជាបងធំគេនៅខាងលើនេះវិញក៏ត្រូវបានប្អូនប្រុសទាំងពីររបស់ខ្លួនដែលជាកណ្ដុរនៅកោះសៀនខុងនឹងដែរមករារាំងដើម្បីដាស់ស្មារតីបងធំឲ្យភ្ញាក់ពីការសណ្ដំឡើងមកវិញខណៈពេលច័ន្ទចៅនៅខាងក្រោមនេះវិញកំពុងតែប្រយុទ្ធជាមួយនឹងកណ្ដុរម្នាក់ទៀតយ៉ាងគ្រោះថ្នាក់បំផុតហើយសេរីរបស់យើងនៅក្នុងភាគនេះបានស្លេះត្រឹមចំណុចហ្នឹងទៅរងចាំទស្សនាបន្តទៀតជាមួយនឹងគ្នាគឺតែជួយចិត្តខ្លាំងមែនទែនទាំងអស់គ្នាដោយសារតែការប្រយុទ្ធរបស់ច័ន្ទចៅជីវភាពរឿងស៊ើបអង្កេតនិងវាយគ្នាឥតឈប់ឥតឈរអញ្ចឹងណាអញ្ចឹងទំនងខ្លាំងដែរប៉ុន្តែអធិស្ឋានដោយសារតែ admin អាខានអញ្ចឹងណាធ្វើឲ្យដាច់ភាពទាំងអស់គ្នាអញ្ចឹង admin ព្យាយាមបន្តអភិឲ្យអរគុណច្រើនជួបគ្នាជាមួយវីដេអូក្រោយទៀត